ដល់ការអធិប្បាយពីចំណុចខ្សោយរបស់ប្រព័ន្ធវិញម្ដងចំណុចខ្សោយទី1គឺព្រះអាទិត្យ2អ្នកណាជាបញ្ជាការពិតអ្នកណាជាបញ្ជាការពិតតើហ៊ុនសែនឬក៏ហ៊ុនម៉ាណែតព្រះអាទិត្យ2រះនៅក្នុងពេលជាមួយគ្នាវាចាំងភ្នែកគ្នាណានៅពេលមានវិបត្តិគេមើលឃើញហ៊ុនសែននៅតែដឹកនាំជាក់ស្ដែងប៉ះពាល់ដល់ការកសាងអំណាចរបស់ហ៊ុនម៉ាណែតបើហ៊ុនសែនដួលទៅព្រាមហ៊ុនម៉ាណែតប្រៀបបាននឹងអ្នកជីសេះអត់កែបក៏អត់មានកែបសេះអាលាក់បាយពងចំណុចខ្សោយទី2បញ្ហាស្របច្បាប់នៃការស្នងអំណាចណា the legality of succession មើលទៅដូចជាមរតកគ្រួសារមិនមែនការជ្រើសរើសតំណែងទេទោះបីប្រើពាក្យពេចន៍យ៉ាងម៉េចក៏ដោយការឡើងកាន់តំណែងរបស់ហ៊ុនម៉ាណែតតពីឪពុកជា arrangement rather than legitimate succession គឺជាការរៀបចំស្នងតកូលដែលចាប់ដាក់ជាជាងឯកភាពនៃជួរបត្តិនិងជួររដ្ឋយុវជននិងសង្គមស៊ីវិលអាចទទួលបានយូរម្ដងប៉ុន្តែហានិភ័យយូរអង្វែងការឡើងកាន់អំណាចនិងការឡើងស្នងអំណាចរបស់លោកហ៊ុនម៉ាណែតចាត់ទុកថាជាមិនសូវស្របច្បាប់ដែលអាចឲ្យគូប្រជែងឬក៏សមាជិកភាពដទៃតបបានបើអត់ពីហ៊ុនសែនទៅតើបកប្រជាជនកម្ពុជាហើយនឹងបណ្ដាខ្លងអំណាចទាំងអស់គេទទួលស្គាល់លោកហ៊ុនម៉ាណែតរបៀបណាស្ថិតនៅក្នុងជាចំណុចខ្សោយទី2ចំណុចខ្សោយទី3ការសម្របសម្រួលណានៃelitism ការសម្របសម្រួលនៃការសម្របសម្រួលណាការសម្របសម្រួលនៃចំណុចទី3គេហៅថា elite faction balancing get harder over time កម្ពុជាបែបតែយើងមិនឃើញមានជញ្ជីងខ្លាំងអំពី elite faction ក្រុមអ្នកធំយើងមើលមិនឃើញទេប៉ុន្តែគេតាមក្បួនវិទ្យាសាស្ត្រនយោបាយគឺ elite faction balancing ហ្នឹងវាកំពុងតែមាននៅក្នុងប្រទេសកម្ពុជាពលគឺការត្រួតត្រារបស់ហ៊ុនសែនធ្វើឲ្យមានអ្នកដែលអាចងើបឡើងមកប្រឆាំងនឹងហ៊ុនម៉ាណែតនៅពេលដែលអត់ពីហ៊ុនសែនទៅអញ្ចឹងអា weakness លេខ3នេះតកតងពី elite faction balancing ហ្នឹងជាគ្រោះថ្នាក់របស់ត្រកូលហ៊ុនចំណែកឯចំណុចខ្សោយទី4គឺតកតងនឹងសេដ្ឋកិច្ចនយោបាយការបរទេសដែលធ្លាក់ក្នុងរណ្ដៅបច្ចុប្បន្នយើងឃើញអញ្ចឹងហើយគេហៅថា economic foreign policy dependency ដែលឥឡូវនេះ become ត្រែកការពឹងផ្អែកទៅលើបរទេសតាមនយោបាយរបស់ហ៊ុនសែនឃើញថាស្លាប់ក្រឡាណាឃើញថាស្លាប់ក្រឡាងាប់ក្រឡាអានឹងជាចំណុចខ្សោយទី4ចំណុចខ្សោយទី5 all in family branding concentrates blame នៅពេលដែលផ្នែកច្បាប់វាហើយនឹងតាំងពីស្ដេចឡើងទៅត្រួតត្រាដោយលោកហ៊ុនសែនអ្វីដែលជាវិបត្តិរបស់អង្គនីតិបញ្ញត្តិនិងព្រះមហាក្សត្រគឺកំហុសហ៊ុនសែនទាំងអស់អ្វីដែលជាបញ្ហារដ្ឋាភិបាលវាធ្លាក់កំហុសទៅលើហ៊ុនម៉ាណែតហ៊ុនដែរអ្វីខាងកងទ័ពដូចជាសង្គ្រាមប្រមាណថ្ងៃហ្នឹងណាបារាជ័យលើសមរភូមិតាក់ទងនឹងចារកម្មបង្ហាញថាវាធ្លាក់ទៅក្នុងហ៊ុនម៉ាណែតចំណែកអចលនាយុវជនដែលវាខ្សោយដែលវាបាក់បែកដែលវាអត់អាចធ្វើកិច្ចការបានវាធ្លាក់ទៅលើបន្ទុករបស់ហ៊ុនម៉ាណីណាហើយចំណែកឯខ្សែទឹកកាច់លុយកាក់ហូហែនិងអំពើអ្វីៗដែលកើតឡើងនៅក្នុងវិស័យខ្សែទឹកកាច់មេឌៀក្នុងសង្គ្រាមប្រមាណថ្ងៃនេះមេឌៀអន់បំផុតទីបំផុតយកបង្ហាញឲ្យឃើញថាហ៊ុនម៉ាណែតហើយនឹងសម្ព័ន្ធអុកញ៉ាក្រោមការដឹកនាំរបស់លីយ៉ុងហាត់ជាប់អង្គសម្ព័ន្ធអុកញ៉ាក្រោមការដឹកនាំរបស់គិតមេងអត់ធ្វើអីបានសម្ព័ន្ធអុកញ៉ាដទៃទៀតហើយនឹងសម្ព័ន្ធខ្សែទឹកកាច់ដទៃទៀតរួមទាំងអ្នកមានដែលកាន់តំបន់ខ្សែទឹកកាច់ពិសេស